បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែនិយមទស្សនានៅវីដេអូរបស់ខ្ញុំនៅក្នុង Channel ដែលចែករំលែកចំណេះដឹងអក្សរសាស្ត្រខ្មែរបាទនៅក្នុងថ្ងៃនេះគឺវិលមកជួបគ្នាម្ដងទៀតហើយខ្ញុំនឹងបន្តចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងការសិក្សាអំពីវេយ្យាករណ៍ខ្មែរបាទសូមអធិស្ឋានចំពោះការអាក់ខានមួយរយៈដោយពុំបានផលិតវីដេអូចែកជូនបងប្អូនដោយសារតែខ្ញុំមានបញ្ហាសុខភាពតិចតួចបាទហើយឥឡូវនេះក៏ព្យាយាមដើម្បីចែករំលែកបន្តហើយក៏សូមអធិស្ឋានមួយទៀតគឺពាក់ព័ន្ធទៅនឹងវីដេអូហ្នឹងប្រហែលជាអាចមានភាពស្ទំក៏ដូចជារៀងមិនសូវច្បាស់ដោយសារតែឥឡូវនេះកំពុងតែនៅកន្លែងខ្វះពន្លឺតិចបាទកលេចមើលទៅមេឃក៏រៀងស្ទំអញ្ចឹងទៅគឺវីដេអូអាចនឹងមិនសូវជាច្បាស់ល្អភ្លឺល្អទេអញ្ចឹងសូមបងប្អូនអធិស្ឋានណាបាទអញ្ចឹងវិលមកវិញយើងមកបន្តការសិក្សាណាបន្តការសិក្សាពាក់ព័ន្ធទៅនឹងច្បាប់ទំនាញសូរនៅក្នុងភាសាខ្មែរណាច្បាប់ទំនាញសូរនៅក្នុងភាសាខ្មែរដែលសិក្ខាកាមបងប្អូនបានសិក្សាកន្លងមកគឺយើងបានដឹងហើយអំពីការចែកព្យញ្ជនៈជាក្រុមណាវីដេអូមុនគឺខ្ញុំបានបង្ហាញហើយគឺណាចង់ជាប់មាត់វីដេអូមុនខ្ញុំបានបង្ហាញហើយពាក់ព័ន្ធទៅនឹងការចាត់ព្យញ្ជនៈជាក្រុមណាព្យញ្ជនៈណានៅក្នុងក្រុមណាហើយព្យញ្ជនៈណានៅក្រុមខាងណាបងប្អូនត្រូវចាំអានឹងឲ្យច្បាស់បាទត្រូវចាំអានឹងឲ្យច្បាស់មកហើយបើសិនបើបងប្អូនអត់ទាន់បានទស្សនាវីដេអូហ្នឹងទេបងប្អូនអាចមើលទៅខាងក្រោយវីដេអូដែលខ្ញុំបានចែកផ្លែកហើយហ្នឹងបើសិនជាបងប្អូនមើលនៅក្នុង playlist អាហ្នឹងគឺមានភាពងាយស្រួលបើន័យថាជាកម្រងវីដេអូបងប្អូនអាចមើលតាមលំដាប់លំដោយទៅបើសិនបើមានបញ្ហាបាទមានចម្ងល់ឬក៏មិនតើសង្ស័យអត់ច្បាស់លាស់កន្លែងណាអញ្ចឹងបងប្អូនអាចធ្វើការសាកសួរនៅក្នុង comment វីដេអូមួយដែលបងប្អូនបានទស្សនាហ្នឹងហើយខ្ញុំនឹងឆ្លើយជូនបងប្អូនអញ្ចឹងវីដេអូមួយនេះគឺយើងបន្តសិក្សាអំពីបាតុភូតទំនាញសូរហ្នឹងក្រោយអំពីយើងបានស្គាល់ថាតើព្យញ្ជនៈទាំង33តួនៅក្នុងភាសាខ្មែរបាទព្យញ្ជនៈមួយចំនួនយើងបានចាត់ទៅជាក្រុមពូអព្យញ្ជនៈមួយចំនួនទៀតយើងបានចាត់ទៅជាក្រុមពូអបាទខ្ញុំរំលឹកឡើងវិញណាហើយក្នុងក្រុមពូអហ្នឹងគឺយើងចែកជា2តទៅទៀតក្រុមពូអក៏ចែកជា2តទៅទៀតដូចគ្នាបាទអញ្ចឹងបន្ទាប់ពីបានស្គាល់បាទបានចំណាំក្រុមបានចាំប្រភេទព្យញ្ជនៈក្រុម O1 ក្រុម O2 ក្រុម O1 ក្រុម O2 បានច្បាស់លាស់បាទសូមចាំឲ្យច្បាស់លាស់ណាចាំអត់ច្បាស់លាស់ក៏អត់ផ្កាយដែរសិក្សាទៅក៏អត់សូវជំនាញក្នុងការគេហៅថាយល់ច្បាស់ស៊ីជម្រៅអំពីបាតុភូតទំនាញសូរនឹងដែរអញ្ចឹងកុំឲ្យខាតពេលខ្ញុំមកចែករំលែកបន្តពាក់ព័ន្ធទៅនឹងចំណុចខ្លឹមសារគោលដែលយើងចូលមកដល់អំពីមេរៀននៃបាតុភូតទំនាញសូរបាទខ្ញុំសូមធ្វើការអានខ្លឹមសារមេរៀនបន្តិចហើយនឹងធ្វើការអធិប្បាយប្រកេតជូនតាមក្រោយបាទទំនាញសូរនៅក្នុងភាសាខ្មែរករណីមានទំនាញសូរបាទយើងដំបូងឡើយយើងត្រូវសិក្សាពីចំណុចដែលមានទំនាញសូរសិនបាទពីព្រោះគោលបំណងរបស់យើងគឺយើងសិក្សាអំពីច្បាប់ទំនាញសូរអញ្ចឹងយើងត្រូវសិក្សាអំពីចំណុចណាដែលមានទំនាញសូរណាហើយករណីដែលគ្មានទំនាញសូរនោះគឺយើងអាចនឹងបន្ថែមជូនពេលក្រោយទៀតបាទអញ្ចឹងករណីមានទំនាញសូរបាទការសិក្សាពីបាតុភូតទំនាញសូរនៅក្នុងវណ្ណកម្មនេះស្មេត្រូវបែងចែកចំណុចនៃពាក្យដែលមានទំនាញសូរនេះជា2ករណីករណីនៃពាក្យមានទំនាញសូរមួយប្រភេទនិងករណីនៃពាក្យគ្មានទំនាញសូរមួយប្រភេទហើយក្នុងករណីទាំងពីរនោះទៀតសោតមានការបែងចែកជា2ករណីបន្តទៅទៀតបាទអញ្ចឹងបានន័យថាសិក្ខាកាមចាប់ឲ្យច្បាស់ដំបូងយើងចែកជា2បាទន័យថាករណីមានទំនាញសូរមួយប្រភេទហើយនឹងករណីគ្មានទំនាញសូរមួយប្រភេទបាទយើងចែកជា2ធំសិនណាបាទបន្ទាប់មកបានយើងចែកបន្តទៀតករណីពាក្យមានទំនាញសូរមាន2យ៉ាងបាទ
ករណីមានទំនាញសូរមានពីរយ៉ាងករណីមានទំនាញសូរនៃពាក្យមួយព្យាង្គនិងករណីមានទំនាញសូរនៃពាក្យពីរព្យាង្គឯចំណែកករណីពាក្យគ្មានទំនាញសូរក៏មានពីរយ៉ាងដូចគ្នាដែរគឺករណីគ្មានទំនាញសូរនៃពាក្យមួយព្យាង្គនិងករណីគ្មានទំនាញសូរនៃពាក្យពីរព្យាង្គបាទអញ្ចឹងសង្ឃឹមថាសិក្ខាកាមយល់បាទការចែកករណីសំខាន់នៅក្នុងបាតុភូតទំនាញសូរនេះគឺយើងចែកជាពីរធំសិនបាទនឹងស្តៀងទៅនឹងការចែកជនជាអ្នកដែរទី1យើងចែកករណីពាក្យមានទំនាញសូរគឺប្រភេទពាក្យមួយព្យាង្គបាទករណីទី1ហ្នឹងណាយើងចែកករណីមានទំនាញសូរនៃពាក្យមួយព្យាង្គហើយនឹងករណីមានទំនាញសូរនៃពាក្យពីរព្យាង្គហ្នឹងមួយក្រុមទៅបន្ទាប់មកទៀតយើងចែកករណីគ្មានទំនាញសូរហ្នឹងក៏មានពីរដែរគឺករណីនៃពាក្យដែលគ្មានទំនាញសូរគឺសម្រាប់តែពាក្យមួយព្យាង្គហើយនឹងប្រភេទពាក្យពីរព្យាង្គណាអញ្ចឹងសង្ឃឹមថាអាចយល់ណាបាទយល់ហើយអញ្ចឹងបើសិនជាមិនច្បាស់ទេអាចមើលអត្ថបទខ្លឹមសារឬក៏ដូចជាអាចចាក់សារដើមឡើងវិញសម្រាប់មើលខ្លឹមសារវីដេអូមេរៀនហ្នឹងណាអញ្ចឹងឥឡូវនេះយើងលើកករណីមានទំនាញសូរយកមកនិយាយមុនហើយករណីមានទំនាញសូរនឹងទៀតសោតយើងលើកតែករណីពាក្យមួយព្យាង្គមកនិយាយសិនបាទកាលណាសិក្ខាកាមបានយល់អំពីពាក្យមួយព្យាង្គច្បាស់ហើយណាស្គាល់បាតុភូតទំនាញសូរការទាញសូរយ៉ាងណានៃពាក្យមួយព្យាង្គបានច្បាស់លាស់បានស៊ីជម្រៅហើយបានយើងបន្តទៅសិក្សាបាតុភូតទំនាញសូរនៃពាក្យពីរព្យាង្គជាបន្តណាអញ្ចឹងមិនពិបាកយល់ទេហើយយើងទៅតាមលំដាប់លំដោយណាទៅតាមលំដាប់លំដោយមួយប្រកេនជូនណាច្បាស់មួយឥឡូវយើងមកមើលករណីបាទទំនាញសូរនៃពាក្យមួយព្យាង្គថាតើទំនាញសូរនៃពាក្យមួយព្យាង្គហ្នឹងវាមានលក្ខខណ្ឌយ៉ាងម៉េចខ្លះណាបងប្អូនធ្លាប់រៀនធ្លាប់ចេះកន្លងមកធ្លាប់បានដឹងអីយ៉ាងណានោះគឺអាចធ្វើការផ្ទៀងផ្ទាត់ក៏ដូចជាអាចចែករំលែកចំណេះដឹងបន្ថែមនៅក្នុង comment វីដេអូនឹងបានណាអញ្ចឹងយើងទៅមើលករណីទំនាញសូរនៃពាក្យមួយព្យាង្គហ្នឹងយ៉ាងម៉េចបាទសូមទៅមើលអត្ថបទទាំងអស់គ្នាករណីទំនាញសូរនៃពាក្យមួយព្យាង្គដូចម្ដេចហៅថាករណីមានទំនាញសូរនៃពាក្យមួយព្យាង្គករណីមានទំនាញសូរក្នុងពាក្យមួយព្យាង្គគឺជាលទ្ធផលសូរមួយដែលបានមកពីការប្រកបនិងមិនប្រកបសូរក្នុងពាក្យមួយព្យាង្គបាទប្រកបនោះភ្លេចបាត់សូរដាក់សូរឲ្យផងបាទបានមកពីការប្រកបសូរនិងមិនប្រកបសូរក្នុងពាក្យមួយព្យាង្គណាហើយវាមានលក្ខណៈប្រែប្រួលសូរណាមួយក្នុងពាក្យមួយព្យាង្គនោះដោយមិនប្រើសញ្ញាមូសិកទណ្ឌឬត្រីស័ព្ទនោះឡើយនេះឯងឈ្មោះថាករណីមានទំនាញសូរក្នុងពាក្យមួយព្យាង្គឥឡូវនេះសូមសិក្សាពីបាតុភូតទំនាញសូរនៃពាក្យមួយព្យាង្គដែលមានបង្ហាញលម្អិតណាខាងក្រោមដូចតទៅណាមុនចូលដល់ការបង្ហាញអំពីរូបមន្តគឺខ្ញុំបកណាខ្ញុំបាទសូមប្រកេនជូនសិក្ខាកាមហើយក៏បញ្ជាក់ថានិយមន័យក៏ដូចជាទស្សនៈនៃការលើកឡើងនេះគឺជាការកំណត់សន្មតបណ្ដោះអាសន្នរបស់ខ្ញុំបកណាខ្ញុំបាទដែលបានលើកឡើងថាយ៉ាងម៉េចទៅហើយថាទំនាញសូរនៃពាក្យមួយព្យាង្គដើម្បីឲ្យស្រួលបាទដើម្បីងាយស្រួលចំណាំងាយស្រួលចាំងាយស្រួលសិក្សាតែប៉ុណ្ណោះបាទអញ្ចឹងដូចខ្ញុំបានលើកឡើងហើយថាទំនាញសូរនៃពាក្យមួយព្យាង្គហ្នឹងគឺជាលទ្ធផលសូរមួយដែលបានមកពីការប្រកបសូរឬមិនប្រកបសូរណាក្នុងពាក្យមួយព្យាង្គហ្នឹងណាហើយការប្រកបសូរយ៉ាងម៉េចការមិនប្រកបសូរយ៉ាងណាគឺខ្ញុំបានបង្ហាញហើយក៏មានវីដេអូចែករំលែករួចហើយបងប្អូនអាចទៅទស្សនានៅវីដេអូខាងដើមបាទនិយាយអំពីការប្រកបសូរនិងការមិនប្រកបសូរហ្នឹងឡើងវិញឥឡូវយើងមកសិក្សាអំពីករណីទំនាញសូរនៃពាក្យមួយព្យាង្គហ្នឹងវាតាក់ទងទៅនឹងរឿងបាតុភូតទំនាញសូរគឺពោលអំពីការប្រកបហើយនឹងមិនប្រកបនឹងដែរណាហើយការប្រកបសូរនិងការមិនប្រកបសូរហ្នឹងវាយ៉ាងម៉េចទៀតលទ្ធផលហ្នឹងវាយ៉ាងម៉េចលទ្ធផលគឺវាមានការប្រែប្រួលបាទមានលក្ខណៈប្រែប្រួលសូរណាមួយណាឧទាហរណ៍ថាករណីព្យញ្ជនៈអីចឹងវាមានករណីប្រែប្រួល
សូខាងណាមួយហើយនៅពេលដែលលឺលទ្ធផលសូសម្រេចមកបាទប៉ុន្តែគ្រាន់តែថាក្នុងករណីនេះនិយមន័យនេះគឺគ្រាន់តែជាការសន្មត់ចំពោះពាក្យមួយព្យាង្គហើយយើងសំដៅទៅលើការប្រកបសូររវាងជនជំនៈនិងជនជំនៈក៏ដូចជាការមិនប្រកបសូររវាងជនជំនៈនិងជនជំនៈច្រើនជាងករណីចំពោះរឿងស្រៈនោះគឺមានភាពណាថាត្រូវបកស្រាយនិយាយច្រើនហើយយើងនឹងទៅលម្អិតនៅពេលក្រោយបន្តិចទៀតករណីការប្រកបសូររវាងជនជំនៈជាមួយនឹងស្រៈជាដើមណាអញ្ចឹងយើងឃើញថាការប្រកបសូររវាងជនជំនៈឬក៏ថាស្រៈហើយនឹងជនជំនៈនិងជនជំនៈហ្នឹងយើងបានសូរលទ្ធផលសូរមួយមកវាប្រែប្រួលសូរខាងណាមួយហើយអានឹងនិយាយស្រួលស្ដាប់ណាបាទនិយាយស្រួលស្ដាប់ទេបាទន័យថាវាប្រែប្រួលសូរខាងណាមួយការប្រែប្រួលសូរនោះដោយមិនចាំបាច់ប្រើមូសិកទណ្ឌឬក៏ដោយមិនចាំបាច់ប្រើត្រីស័ព្ទនោះឡើយណាអញ្ចឹងសង្ឃឹមថាចាប់បានកន្លែងហ្នឹងណាចាប់បានកន្លែងហ្នឹងអញ្ចឹងច្បាស់ណាប៉ុណ្ណឹងឥឡូវយើងជ្រុំកន្លែងហ្នឹងតិចទៅណាការសិក្សាពីបាតុភូតទំនាញសូរនេះកាលណាយើងអត់បានយល់អំពីបំណងឬក៏ថាប្រព័ន្ធភាសាក៏ដូចជាបាតុភូតរបស់ភាសាហ្នឹងទេយើងអត់បានស៊ីជម្រៅលើរឿងហ្នឹងទេគឺយើងនឹងអាចយល់ថាអូអានេះបាតុភូតទំនាញសូរតាក់ទងនឹងរឿងជនជំនៈមានគូទៅណាមានលោកគ្រូអ្នកគ្រូខ្លះហ្នឹងគាត់អាចថាអូបាតុភូតទំនាញសូរតាក់ទងនឹងជនជំនៈអីគេមានគូអាណាអត់គូអាណាមានគូអីយ៉ាងម៉េចជាដើមមានច្រើនណាហើយនិយមន័យយ៉ាងណានោះដូចបានវិភាគប្រកេនជូនហើយថាវាសមស្របវាមានសង្កត់ភាពវាត្រឹមត្រូវវាម៉ត់ចត់តាមសច្ចភាពរបស់ភាសានឹងឬទេឥឡូវនេះយើងមកសិក្សាវិភាគនៅក្នុងរូបមន្តទី1ណាពីព្រោះករណីនៃបាតុភូតទំនាញសូរនោះមានច្រើនរូបមន្តហើយខ្ញុំសូមបង្ហាញតាមលំដាប់លំដោយណាឥឡូវសូមនិមន្តនឹងអញ្ជើញមកមើលរូបមន្តទី1ទាំងអស់គ្នាហើយរូបមន្តទី1នេះរៀងមានភាពលំបាកសម្រាប់សិក្ខាកាមយើងបន្តិចហើយខ្ញុំក៏ត្រូវលើកឡើងមកវិភាគឲ្យវែងឆ្ងាយបន្តិចប៉ុន្តែគ្រាន់តែជាការលើកឡើងបង្ហាញជូនវិភាគជូនទេមិនមែនជាការអាកាត់មិនមែនជាការសម្រេចអីយ៉ាងណាតាមខ្ញុំទេណាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំហើយលើកឡើងវិភាគទៅលើចំណុចហ្នឹងណារូបមន្តទី1ហ្នឹងបងប្អូនសិក្សានឹងវិភាគទាំងអស់គ្នាបាទអញ្ចឹងយើងទៅទាំងអស់គ្នាបាទរូបមន្តទី1បាទរូបមន្តទី1អញ្ចឹងបងប្អូនមើលក្នុងតារាងហ្នឹងបងប្អូនឃើញហើយណាក្រុមជនជំនៈពួកអក្រុមជនជំនៈពួកអហើយមានលេខមានអីយ៉ាងណានោះអានឹងដូចខ្ញុំបានបញ្ជាក់ណាឥឡូវយើងមើលជនជំនៈក្រុមអណាជនជំនៈក្រុមអញ្ចឹងកាលណាយើងនិយាយក្រុមអញ្ចឹងបានន័យថាអត់សំដៅថាណាមួយទេគឺទូទៅហើយមិនសំដៅក្រុម1 2អីទេណាអញ្ចឹងយើងមើលធាតុទី1នោះគឺជនជំនៈក្រុមបាទដល់ធាតុទី2គឺស្រៈណាស្រៈសំខាន់ណារឿងស្រៈហ្នឹងគឺត្រូវនិយាយច្រើនណាជជែកច្រើនណារឿងស្រៈហ្នឹងធាតុផ្សំឬក៏ថាយើងសម្រេចមកណាផ្សំចូលគ្នាទៅយើងបានទៅជាទៅតែបានទៅជាសតតាឬក៏យើងថាសូបាទយើងថាសូយ៉ាងចាស់បងប្អូនមើលទៅឃើញមានលេខយោងណាច្រើនលេខយោងច្រើនស្អេកស្កះហ្នឹងដោយសារតែនៅក្នុងករណីរូបមន្តទី1នេះបើតាមពិតទៅខ្ញុំមិនត្រូវលើកយកមកអធិប្បាយអីវែងឆ្ងាយទេប៉ុន្តែបើសិនបើមិននិយាយបងប្អូនប្រហែលជាមិនដឹងហើយក៏អាចនឹងដឹងមិនច្បាស់ឬក៏អាចនឹងមានអីចូលរួមថ្មីជាមួយនឹងខ្ញុំទាំងអស់គ្នាបាទអញ្ចឹងយើងទៅមើលនិយមន័យការអធិប្បាយបាទក្នុងរូបមន្តទី1នេះទំនាញសូរកើតមានឡើងនៅក្នុងកម្រិតនៃការប្រកបសូររវាងព្យញ្ជនៈនិងស្រៈពោលគឺព្យញ្ជនៈនៃក្រុមទាញបាទស្រៈអាស្រៈអេស្រៈអីស្រៈលៈដែលមានសូរអាអេអីលៈឲ្យคล้ายទៅជាសតតាដែលមានសូរអ៊ីអ៊ីទៅវិញ
ឧទាហរណ៍ជនជាអ្នកតនៅពេលប្រកបសូរជាមួយនឹងស្រៈអាអេអីវាទាញស្រៈទាំងនេះឲ្យคล้ายទៅជាធាតុដែលបង្កើតជាសត្វតាអ៊ីអ៊ីអ៊ីនៅក្នុងពាក្យដែលប្រកបបានមកនិងដែលមានអំណានសូរបាទអ៊ីអ៊ីអ៊ីហើយដែលសរសេរជាអក្សរខ្មែរទាតិទីណាសូមបញ្ជាក់ថាសត្វតាអ៊ីអ៊ីអ៊ីជាសញ្ញាណសូរមិនសញ្ញាទេណាជាសញ្ញាណសូរដែលមានតែនៅក្នុងលទ្ធផលនៃអន្តរកម្មគឺបរន្តេកម្មរវាងជនជាអ្នកក្រុមអូបាទរវាងជនជាអ្នកក្រុមអូនិងស្រៈដែលគ្មានសូរអ៊ីអ៊ីអ៊ីជាក់ស្ដែងនៅក្នុងការកត់សូរអ៊ីអ៊ីអ៊ីប្រសិនបើយើងមានស្រៈអ៊ីអ៊ីអ៊ីហើយនោះតើយើងចាំបាច់បំផ្លាញជនជាអ្នកអូឲ្យទៅជាអូធ្វើអីបាទអានេះអស់ទៅហើយចាំខ្ញុំបញ្យល់ចុងក្រោយតិចណាតាមពិតទៅការដែលស្មេទាំងឡាញច្រឡំថាមានស្រៈពួកអូនោះគឺដោយសារតែគេមិនយល់ពីគម្លាតរវាងសត្វតាដែលជាសូរបានមកពីការបំបែកបែបវិភាគនៅព្យាង្គឬពាក្យមួយនិងស្រៈដែលមានសូរឯករាជ្យពីព្យាង្គឬពាក្យនោះណាអញ្ចឹងនៅក្នុងរូបមន្តទី1នេះយ៉ាងម៉េចដែរទៀតស្ដាប់ហើយរៀងណាមានយោបល់ក៏ដូចជាបានយល់ខ្លះទេបញ្ហាស្មុគស្មាញច្រើននៅក្នុងចំណុចទី1នេះអានឹងមានការវិភាគច្រើនឥឡូវខ្ញុំសូមលើកឡើងនៅមតិយោបល់នេះហើយគំនិតនេះគឺខ្ញុំបានដកស្រង់ចេញពីឯកសារបង្កើតពាក្យកម្ចីពាក្យនិងបំរើបំរាស់ពាក្យរបស់លោកគ្រូបណ្ឌិតស្ពាចារ្យច័ន្ទសំណប់ណាអញ្ចឹងបងប្អូនត្រូវការសិក្សាស្វែងយល់បងប្អូនអាចទៅមើលបានណាហើយខ្ញុំគ្រាន់ដកមកនេះដើម្បីជាការសិក្សាបន្ថែមទេហើយខ្ញុំនឹងលើកមកធ្វើការវិភាគជូនបងប្អូនបាទខុសត្រូវអីយ៉ាងណាក៏សូមអធិស្ឋានបាទឥឡូវយើងមើលទាំងអស់គ្នានៅក្នុងករណីហ្នឹងយើងឃើញថាធាតុទី1គឺជនជាអ្នកក្រុមពួកអូបាទធាតុទី2គឺស្រៈអញ្ចឹងដល់ពេលយើងសម្រេចបានមកគឺទៅជាពួកអូអញ្ចឹងកន្លែងនេះត្រូវមានការនិយាយជាប់តាក់ទងអំពីរឿងជនជាអ្នកនិងមកប្រើសិនភាសាសាមញ្ញថាមកប្រើសិនហើយត្រូវនិយាយតាក់ទងអំពីស្រៈនឹងមកក្តារដែរថាហេតុអីបាននៅក្នុងរូបមន្តទី1នេះជនជាអ្នកក្រុមអូហើយជួបជាមួយនឹងស្រៈវាមានទំនាញសូរបាទហេតុអីបាននិយាយតែក្រុមអូចុះក្រុមអូមិននិយាយហើយចុះស្រៈតើស្រៈហ្នឹងសំដៅយកស្រៈណាស្រៈក្រុមអូឬក៏ស្រៈក្រុមអូឬក៏ស្រៈក្រុមអូបាទពីព្រោះបងប្អូនសិក្ខាកាមលោកគ្រូអ្នកគ្រូមួយចំនួនធ្លាប់បានសិក្សាមកយើងដឹងហើយការចែកស្រៈជាទូទៅយើងក៏តែងតែបានស្គាល់ថាស្រៈណាខ្លះក៏ថាចែកស្រៈមាន1ក្រុមគឺក្រុមអខ្លះថាស្រៈមាន2ក្រុមគឺក្រុមអណាអីចឹងទៅជាដើមអញ្ចឹងសេចក្តីហ្នឹងវាយ៉ាងម៉េចណាសេចក្តីហ្នឹងយ៉ាងម៉េចអញ្ចឹងបើតាមនិយមន័យរូបមន្តនេះយើងឃើញថាជនជាអ្នកក្រុមអូទាញស្រៈដែលមានសូអអាអេជាដើមហ្នឹងឲ្យទៅជាសតតាអ៊ីដូចជនជាអ្នកក្រុមអូដែរបើយើងនិយាយខ្មែរសាមញ្ញឲ្យស្រួលស្ដាប់ថាជនជាអ្នកពួកអូទាញស្រៈក្រុមអស្រៈប្រក្តីកំណើតរបស់វាហ្នឹងណាគឺសូកំណើតដើមរបស់វាហ្នឹងគឺអអាអេអញ្ចឹងជនជាអ្នកក្រុមអូហ្នឹងទាញសូអអាអេហ្នឹងឲ្យលឺសូទៅជាអូអ៊ីវិញបាទប៉ុន្តែហ្នឹងលក្ខខណ្ឌបើតាមទ្រឹស្ដីនៅក្នុងឯកសារនេះគឺថាវាមានការអន្តរកម្មនឹងគ្នាបាទន័យថាបរន្តេកម្មជាមួយគ្នាបានវាទៅរួចមិនមែនមានន័យថាជនជាអ្នកតែឯងហ្នឹងឲ្យទាញស្រៈហ្នឹងឲ្យស្រៈដូរមកតាមជនជាអ្នកដែលជនជាអ្នកនៅស្ងៀមអីចឹងមិនមែនក្នុងន័យហ្នឹងទេប៉ុន្តែហ្នឹងទាមទារឲ្យបងប្អូនទៅសិក្សាទ្រឹស្ដីហ្នឹងឲ្យបានស៊ីជម្រៅហើយខ្ញុំគ្រាន់តែលើកស្រាលតិចយកមកបង្ហាញទេហើយចំណុចខាងក្រោមទៅបានខ្ញុំនឹងវិភាគជូនពឹកស្ដារថែមបាទពឹកស្ដារថែមប៉ុន្តែខ្ញុំគិតថាប្រហែលជាវីដេអូនឹងវែងអញ្ចឹងគ្រាន់តែខ្លីសិនណាខ្លីសិនរូបមន្តទី1បងប្អូនចាំថាជនជាអ្នកក្រុមអូជួបជាមួយនឹងស្រៈហើយសម្រាប់បានមកគឺយើងលើកទៅជាពួកអូឧទាហរណ៍ថាណាអក្សរអីគេយើងលើកឡើងមិញណាឧទាហរណ៍ជនជាអ្នកតជួបនឹងសា
ចឹងយើងបានលទ្ធផលមកគឺទាមិនលឺតែឬទាឃើញទេឬទាអញ្ចឹងបានន័យថាជនជាអ្នកក្រុមអហើយជួបនឹងស្រះអញ្ចឹងមានទំនាញសូកើតឡើងណាឬទាណាឬទាហើយលក្ខខណ្ឌមួយនេះគឺត្រូវតែសិក្សាលម្អិតអញ្ចឹងជនជាអ្នកក្រុមអយ៉ាងម៉េចដែរណាបើដូរអនឹងដាក់អវិញយ៉ាងម៉េចដែរហើយកន្លែងស្រៈនឹងដូចគ្នាតើស្រៈនឹងសំដៅយកស្រៈក្រុមណាក្រុមអឬក៏ក្រុមអក្រុមអឬក៏យ៉ាងម៉េចបាទអានឹងគឺត្រូវលម្អិតកន្លែងហ្នឹងណាបាទអាចទៅរួចនិយមន័យរូបមន្តទី1នេះអញ្ចឹងគ្រាន់តែបង្ហាញខ្លីសិនថាជនជាអ្នកក្រុមអជួបស្រះយើងបានលទ្ធផលសូមមួយគឺមានទំនាញសូបាទខ្លីប៉ុណ្្នឹងសិនណាបាទកុំឲ្យវីដេអូនឹងវែងពេកខ្ញុំសូមបង្ហាញប៉ុណ្្នឹងសិនហើយខុសត្រូវអីយ៉ាងណាបងប្អូនចាំយើងទៅទស្សនាវីដេអូក្រោយបន្ទាប់ទៀតដែលខ្ញុំនឹងវិភាគលម្អិតជូនបាទអញ្ចឹងកុំឲ្យវីដេអូវែងពេកហើយបងប្អូនមានចម្ងល់អីសាកសួរមកណាសួរនៅក្នុង comment មកហើយអាចធ្វើការសិក្សាចែករំលែកអីបន្ថែមជាមួយនឹងខ្ញុំទាំងអស់គ្នាណាអញ្ចឹងខ្ញុំបានសូមបង្ហាញខ្លីប៉ុណ្ណឹងបាទហើយយើងនឹងលម្អិតពិស្ដារជួបគ្នានៅមេរៀនវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណហើយសូមជម្រាបលា